តោះអញ្ចឹងជាមួយតាយើងចាប់ដើមទៅលើជាមួយនឹងចំណុច tool ថ្មីរបស់យើងបន្តទៅលើ Word គឺតើតើនឹងការបញ្ចូល header footer ហើយជាមួយនឹង page number អញ្ចឹងនៅក្នុង Word របស់យើងតើតើជាមួយការបញ្ចូលទាំងអស់ហ្នឹងគឺប្រើដូចជាសៀវភៅយើងធ្វើសៀវភៅ assignment ធ្វើអីតែមានតែមានជាមួយក្បាលតារាងមានក្បាល header មាន footer មានលេខទំព័រហ្នឹងគឺចាំបាច់សំខាន់ជាងគេអញ្ចឹងរបៀបក្នុងការធ្វើតោះមើលខ្ញុំទាំងអស់គ្នាអញ្ចឹងទី1គឺយើងធ្វើការចូលទៅលើ file Word របស់យើងហ្នឹងហើយមិនថា file Word យើងមានរៀបចំសៀវភៅហើយមានតែអីហើយគឺអត់មានណាទី1ទី2យើងដាក់អីមុនលើក្បាលទំព័រឬក៏តែខាងលើរបស់យើងអញ្ចឹងយើងចូលទៅខាង insert នៅក្នុង insert នេះយើងទៅមើលជាមួយនឹងកន្លែងគេដាក់ option header footer យើងយក header មកអញ្ចឹង header របស់យើងធ្វើការយក header ហើយយើងយក mode ណាមួយក៏បានអា mode នេះយើងយកមួយណាក៏បានកែគាត់បានអញ្ចឹងយើងក៏ចុចលើ mode មួយពឹបនិយាយគេអានេះគឺអី header អញ្ចឹងនៅក្នុង select word របស់យើងអាបន្តចុចឡើងលើគឺ header អាបន្តចុចមកក្រោមគឺសាច់ក្តារដូចខាងក្រោមអី footer អញ្ចឹងមកនេះជើងអីជើងក្រោមរបស់យើងទៅ footer របស់យើងអញ្ចឹងបើយើងចង់កែគាត់យើងក៏ចុចមកលើខ្ញុំដាក់ថាសាលាCC អូខេអញ្ចឹងយើងអាចសេរី font សេរីមកពេញចិត្តរបស់យើងណាលើតាមការគួរមកអញ្ចឹងអានេះយើងចុចលើសាច់ក្តារពីរដងចុះសួរថា footer ហ្នឹង header ហ្នឹងពេលដែលយើងបង្កើតស្លឹកថ្មីមានអត់មាន auto អញ្ចឹងខ្ញុំចូល view ខ្ញុំយកជាមួយនឹងកន្លែង tool មួយគឺទៅទៅមួយការបង្ហាញ multiple page អូខេអញ្ចឹងនៅក្នុង Word របស់យើងមានពីរ page អញ្ចឹងវាមាន header ទាំងពីរអញ្ចឹងសម្រាប់ស្លឹកទី1អត់បញ្ហាទេចុចម្ដងទៅតោះឥឡូវជើងក្រោមចាជើងក្រោមយើងត្រូវការបញ្ចូល footer ឬក៏ page ទៅចាំបន្តិចសភៅយើងតែងតែមានលេខទំព័រនិងអក្សរមានឆ្វេងស្ដាំទៅដែរហើយទំព័រលេខទំព័រខ្ញុំច្រើននៅខាងណានៅលើឬនៅក្រោមជើងក្រោមវាអាចនៅកណ្ដាលឬស្ដាំទៅដែរអញ្ចឹងជំហាននៃការបញ្ចូលជើងក្រោមដល់ footer បូកនឹងលេខទំព័រគឺត្រូវការដាក់លេខទំព័រមុនបើថាយើងប្រើ page number មុនសិនអញ្ចឹងយើងចូលទៅកាន់ insert page number នេះទីតាំងនៃ page របស់យើង top of page ដាក់ណានៅលើ bottom ដាក់ណានៅក្រោម page margin ដាក់ណានៅកែអញ្ចឹងយើងដាក់នៅក្រោមហើយយក mode ឆ្វេងកណ្ដាលឬក៏ស្ដាំទៅឥឡូវយើងទៅយើងយក mode ណាមួយចង់បានថា mode វាមានច្រើនអញ្ចឹងខ្ញុំយក mode នៅកណ្ដាលចុះចុច mode នេះមកអញ្ចឹងខ្ញុំសេរី font ធំតិចងាយស្រួលយើងមើលឥឡូវមើលជាមួយលេខទំព័រយើងទំព័រទីម៉ាន1ចានេះអញ្ចឹងតែអូតូហាមលុបលេខកែអក្សរកែ font អីបានអត់បញ្ហានេះយើងលុបបានប៉ុន្តែបើយើងចង់ដាក់អក្សរឆ្វេងដៃដាក់ម៉ៅចំពីមុខ page យើងយក align ជាមួយយើងឆ្វេងសិនបើថាយើងយក align ឆ្វេងបើអត់ដល់ទេនេះឃើញជាប់អានេះយើងអាចទាញអីទាញ tab របស់យើងទាញជាមួយ align នៃ page របស់យើងឲ្យវាស្មើដើម្បី up អញ្ចឹងយើងអាចទៅសេអក្សរថាឥឡូវយើងមានអក្សរបន្ថែមសៀវភៅឬក៏រៀបរៀងអញ្ចឹងណាយើងដាក់មករៀបរៀងដល់ដោយសារតូចបន្តិចអញ្ចឹងខ្ញុំមើលថែមអូខេដាក់ប៉ុណ្ណឹងអញ្ចឹងយើង select ទាំងពីរហ្នឹងមកហើយយើងធ្វើការចូលហូសេរី mode font ណាមួយយើងចង់បានទំហំ font នេះដាក់ស្មើទៅធំតូចយើងលេខតាមការគួរអញ្ចឹងនេះបើសិនបើយើងនិយាយចំទៅ footer យើងបានដែរប៉ុន្តែបើកាលនេះយើងចង់បាន page នៅស្ដាំវិញអានេះយើងមើលដែរព្រោះយើងបញ្ចូល mode របស់យើងគេមានអីមាន tab នឹងមកអញ្ចឹងកន្លែងនេះដាក់មកពីមុខលេខទំព័ររុញមកដល់អត់ដល់ដោយសារជាប់ tab ទៅដែរគឺកាត់ទាញសួរថាមិនក៏អត់ដល់ទៀតយើងមើលផងស្លឹករបស់យើងលើជាប់ indent ជាប់អាកន្លែងនេះទាញអាហ្នឹងព្រោះអាហ្នឹងកេងក្រាស់យើងទាញមកទៀតក្នុងស្មើទៅឆ្វេងក៏បានស្ដាំក៏បានយើងចង់បានអីថែមយើងអាច insert save insert អីថែមដើម្បីគូសលើ mode របស់យើងខ្ញុំសូមឲ្យធំបន្តិចអញ្ចឹងខាង footer នេះខ្ញុំគូស shape មួយចា shape យើងគូសនេះយើងអាចលេងតុបតែងបន្ថែមដូចជាដាក់ហៅថា style ឲ្យវាក្រាស់ឬក៏អីទៅយើងចូលទៅកាន់ shape format នេះយើងលេងតាមការគូស shape មួយណាក៏បានកម្រាស់របស់យើងចង់ក្រាស់ស្ដាំយើងដាក់តាមនឹងមកហើយដូរពណ៌អីទៅបើករណីខាងហ្នឹងវាចង្អៀតពេកដាក់មកពីមុខហើយ enter មួយឲ្យវាទលាយហើយយើងអាចចាប់រុញ shape របស់យើងឡើងលើទៅក្រោមទៅបែរថាពេលដែលយើងបញ្ចូល header footer ហើយឥឡូវយើងសាកបង្កើតស្លឹកថ្មី3 4អញ្ចឹងស្លឹកថ្មីរបស់យើងទាំង4ហ្នឹងមានទាំងអី header footer ចុះបើយើងចង់លុបអានេះក៏វាបញ្ចូលណាបើយើងចង់លុបយើងចូលទៅកាន់ insert header remove header អាហ្នឹងលុបក្បាលខាងលើចេញឬក៏គេថាអាជួរលើនេះបើសិនបើយើងចង់លុប header ទៀតលុប footer ទៀត insert footer ក៏បាន page number ក៏បានយើងយក remove footer ទៅអស់ហើយប៉ុណ្ណឹងអញ្ចឹងនៅក្នុងសភៅយើងបញ្ចូល footer ក៏បានបញ្ចូល header ក៏បានលុបចេញឬកែគាត់ក៏បានដែរអញ្ចឹងនេះគឺតកតូននឹងរបៀបក្នុងការបញ្ចូលតើឥឡូវដល់វគ្គដែលយើងត្រូវអនុវត្តរបស់យើងវិញតកតូនរបៀបក្នុងការបញ្ចូល header footer ខ្ញុំនឹងឲ្យលំនាំគំរូសភៅមួយឲ្យយើងធ្វើតាមបញ្ចូលតាមរបស់យើង